សួស្តីបងប្អូនសិស្សទាំងអស់គ្នាបាទចឹងថ្ងៃនេះខ្ញុំមកបង្ហាញទាក់ទងទៅនឹងការរកតួចែករួមធំបំផុតដែលយើងហៅថា CCD បាទចឹងកុំឲ្យខាត់ពេលយើងមើលតែម្ដងណាបាទចឹង A របស់យើងគឺយើងរកតួចែករួមធំបំផុតនៃចំនួន20និង100ចឹងដើម្បីរកតួចែករួមនេះបានគឺយើងត្រូវចែកពហុធាតុរបស់យើងណាបាទ20បាទយើងរកឲ្យដឹងថា20នេះវាមានចំនួនប្រមាណហើយនឹង100នេះបាទអញ្ចឹងដើម្បីរកណាយើងមើលទាំងអស់គ្នាបាទអញ្ចឹង20យើងធ្វើការចែកមកយើងដាក់បាន2ណាបាទ2នេះ10 10ដងវា20ណា10នេះយើងដាក់បាន2ទៀត2យើងដាក់បាន5 5 2ដង10បាទអញ្ចឹងចំនួន5គឺវាចែកដាច់តែនឹងខ្លួនវា5បាទអញ្ចឹងយើងអាចសេបានថាចំនួន20នេះគឺស្មើនឹង2ស្វ័យគុណ2គុណនឹង5បាទហើយយើងមកមើលចំនួន100បន្តទៀតបាទអញ្ចឹងចំនួន100គឺយើងចែកដូចគ្នាមក100យើងចែកបាទដាក់អាន2សល់នេះ50ណា2 50 100បាទ50នេះយើងដាក់អាន2ទៀតសំទោសនេះបាទ2អញ្ចឹង2 25ដងវាបាន50បាទចំនួន25យើងចែកនឹង5ដាក់អាន5បាទហើយអានេះគឺអស់ហើយបាទអញ្ចឹង100បាទ100នេះយើងអាចសេបានថា2ស្វ័យគុណ2គុណនឹង5ស្វ័យគុណ2បាទព្រោះ5ក៏វា2ដែរបាទអញ្ចឹងយើងមកមើលថាកាលណាចំនួនបាទចំនួនវាចំនួន20នេះវាមាន2ស្វ័យគុណ2ហើយ100មាន2ស្វ័យគុណ2អញ្ចឹងគឺយើងយកណាយើងយកវាដោយសារវាដូចគ្នាណាបាទអញ្ចឹងយើងយកវាបាន1អញ្ចឹងអានេះគឺយើងអាចទៅសេបានថាស្មើ2ស្វ័យគុណ2ហើយយើងមកមើលចំនួន20និង100តទៀតបាទ20និង100យើងឃើញមាន20នេះយើងឃើញមាន5ហើយ100នេះយើងឃើញមាន5ស្វ័យគុណ2អញ្ចឹងករណីយើងឃើញបែបនេះណាយើងឃើញបែបនេះបងប្អូនត្រូវចំណាំថាយើងយកអាណាដែលតូចជាងគេបងអស់អញ្ចឹងអា2ស្វ័យគុណ5នេះធំយើងអត់យកទេយើងយក5ដែលតូចជាងគេណាយើងចំណាំអញ្ចឹងមើលថាវាបាន2ការ៉េនេះគុណនឹង5បាទ2ការ៉េ4គុណ5គឺស្មើនឹង20បាទឥឡូវយើងមកមើល B របស់យើង CCD របស់វាគឺ8បាទ16ហើយនឹង20បាទអញ្ចឹងយើងមកចែករកទាំងអស់គ្នាបាទ8បាទយើងចែកមកបាន2បាន4ដាក់2បាទ2 1អញ្ចឹង8គឺស្មើនឹង2ស្វ័យគុណ3ណា8ស្មើ2ស្វ័យគុណ3តើយើងចែករកចំនួន16យើងដាក់បាន2 8 2ដង16ដាក់2 4 2ដង8បាទ2 2ដង4 2អស់បាទអញ្ចឹងយើងឃើញមានចំនួនប៉ុន្មាន1 2 3 4គឺ2ស្វ័យគុណ4បាទ16ស្មើ2ស្វ័យគុណ4យើងចែកចំនួន20អាន2បាទ2 10ដង20 2អាន5 5 1អស់អញ្ចឹងវាបាន2ការ៉េគុណនឹង5ចំនួន20ណាគឺ2ការ៉េគុណនឹង5តោះអញ្ចឹងយើងមកមើលថាចំនួន8 16និង20តើតួចែករួមធំបំផុតរបស់វាគឺប៉ុន្មានយើងមើលចំនួន8មាន2ស្វ័យគុណ3ចំនួន16 2ស្វ័យគុណ4ហើយ20មាន2ស្វ័យគុណ2អញ្ចឹងបងប្អូនដឹងហើយថាយើងយកអាណាដែលស្វ័យគុណរបស់វាតូចជាងគេអញ្ចឹង2ស្វ័យគុណ3ធំ2ស្វ័យគុណ4ធំយើងយក2ស្វ័យគុណ2ណាតូចជាងគេយើងយកអានឹងមួយចំណែកឯចំនួន5មានតែលេខ20ឯដែលមានចំនួន5 16និង8អត់មានបាទវាអត់មានអញ្ចឹងយើងអត់យកទេ5នេះអញ្ចឹងមានថាតួចែករួមធំបំផុតនៃចំនួន8 16និង20គឺ2ការ៉េបាទ2ការ៉េគឺស្មើនឹង4ណាបាទតមកទៀតគឺលំហាត់ C របស់យើង CCD នេះ3 7និង11បាទ3 7និង11អញ្ចឹងតកតនឹងចំនួននេះយើងឃើញថាចំនួន3វាមានតែចែកដាច់នឹងខ្លួនវា1ហើយនឹងចែកនឹង1ទេបាទ7ដូចគ្នាហើយនឹង11ក៏ដូចគ្នាដែរបាទអញ្ចឹង
កាលណាចំនួនទាំងអស់នេះវាចែកដៃនឹងខ្លួនឯងឬចែកដៃនឹងមួយអញ្ចឹងតួចែករួមធំបំផុតរបស់វាយើងបាច់រយទៀតទេគឺស្មើនឹងចំនួន1ដែលខ្ញុំដាក់បតក់ចំណាំនេះឯងបាទអញ្ចឹងកន្លែងនេះគឺចម្លើយរបស់វាគឺ1នឹងតែម្ដង